ហើយព្រះអង្គនៅតែបន្តធ្វើការអស្ចារ្យសម្រាប់ជីវិតខ្ញុំជាបន្តបន្ទាប់ហើយកំឡុងពេលហ្នឹងខ្ញុំក៏មានកន្លែងស្នាក់នៅមួយថ្មីផ្សេងទៀតក្រៅពីផ្ទះរបស់ខ្ញុំគឺជាផ្ទះនិស្សិតនៃក្តីអំណរដែលខ្ញុំកំពុងតែស្នាក់នៅរាល់ថ្ងៃនេះដែរអាចថាជាកិច្ចការមួយដែលពិសេសខ្លាំងមែនទែនសម្រាប់ខ្ញុំព្រោះពេលដែលខ្ញុំទៅកន្លែងនោះខ្ញុំទទួលបានក្តីស្រឡាញ់ការមើលថែហើយខ្ញុំក៏នៅជាប់ជាមួយនឹងព្រះអង្គជារៀងរាល់ថ្ងៃកំឡុងពេលដែលខ្ញុំនៅនឹងដែរពេលដែលខ្ញុំនៅដមជារៀងរាល់សប្តាហ៍ខ្ញុំតែងតែទៅព្រះវិហារហើយបន្ទាប់ពីទៅព្រះវិហារគឺយើងនឹងមានពន្ធកិច្ចផ្សេងនិងពន្ធកិច្ចតាមខេត្តមួយចំនួនច្រើនមែនទែនដែលអាចជាកិច្ចការមួយអាចឲ្យខ្ញុំនៅជាប់ជាមួយនឹងព្រះអង្គច្រើនហើយកាន់តែស្គាល់ពីហាតីរបស់ព្រះអង្គសម្រាប់ជីវិតខ្ញុំថែមទៀតហើយនៅពេលដែលខ្ញុំបានទៅព្រះវិហារជារៀងរាល់អាទិត្យស្ដាប់ព្រះបន្ទូលជារៀងរាល់ថ្ងៃអានព្រះគម្ពីរជារៀងរាល់ថ្ងៃធ្វើឲ្យខ្ញុំកាន់តែនៅជាប់ជាមួយនឹងព្រះអង្គកាន់តែខ្លាំងហើយកាន់តែជិតស្និទ្ធផងដែរហើយកិច្ចការនេះបានធ្វើឲ្យខ្ញុំជាម្នាក់ដែរកាន់តែរីកចម្រើននៅក្នុងជំនឿហើយកាន់តែរីកចម្រើនគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ខ្ញុំមិនថាការសិក្សាការងារឬក៏ជីវិតរស់នៅប្រចាំថ្ងៃទេគឺខ្ញុំបានរីកចម្រើនគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ខ្ញុំហើយខ្ញុំនៅតែបន្តរីកចម្រើនជាមួយនឹងព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃអ្វីដែលសំខាន់ព្រះអង្គទ្រង់នៅតែបន្តឆ្លើយតបសម្រាប់ជីវិតខ្ញុំបងប្អូនដឹងអត់ខ្ញុំអត់ដឹងថាត្រូវនិយាយពាក្យបែបណាក្នុងការអរព្រគុណទៅកាន់ព្រះអង្គដែលព្រះអង្គបានធ្វើការអស្ចារ្យសម្រាប់ជីវិតខ្ញុំហើយបានជ្រើសរើសខ្ញុំឲ្យក្លាយជាកូនរបស់ព្រះអង្គទេក្បិតប្រគុណរបស់ព្រះអង្គពិតជាធំធេងមែនទែនសម្រាប់ជីវិតខ្ញុំឥឡូវខ្ញុំបានចែករំលែកព្រះពរទៅកាន់បងប្អូនទាំងអស់គ្នានឹងការអស្ចារ្យដែលព្រះអង្គបានធ្វើការសម្រាប់ខ្ញុំផងដែរអ្វីដែលខ្ញុំដឹងហើយចង់ឲ្យបងប្អូនទាំងអស់គ្នាបានដឹងដែរនោះគឺថាគ្រប់បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយក្នុងព្រះនាមព្រះយេស៊ូវគ្រាន់តែជឿហើយអធិដ្ឋានដោយជំនឿដោយថ្វាយទៅកាន់ព្រះអង្គទាំងទុក្ខកង្វល់ទាំងវណ្ណមារបស់អ្នកទាំងអស់គ្នាព្រះអង្គនឹងធ្វើការអស្ចារ្យសម្រាប់ជីវិតអ្នកអាចថាព្រះអង្គអត់ធ្វើការដោយផ្ទាល់ទេប៉ុន្តែព្រះអង្គនឹងប្រទាននរណាម្នាក់ដើម្បីមកកាន់យើងហើយលើកទឹកចិត្តយើងមិនថាជាបងប្អូនមិនថាជាសាច់ញាតិអ្នកគ្រូលោកគ្រូឬក៏អ្នកណាក៏ដោយព្រះអង្គនឹងធ្វើការអស្ចារ្យតាមរយៈអ្នកនោះមកកាន់យើងដូចគ្នាដែរនៅពេលដែលព្រះអង្គបានជ្រើសរើសបងប្អូនទាំងអស់គ្នាសូមគ្រាន់តែឆ្លើយថាយល់ព្រមព្រះអង្គនឹងសម្ដែងព្រះハរតីមេត្តាករុណាព្រះអង្គនឹងធ្វើការអស្ចារ្យសពបែបយ៉ាងសម្រាប់ជីវិតរបស់យើងហើយបងប្អូននឹងបានឃើញថាជីវិតរបស់បងប្អូននឹងត្រូវបានផ្លាស់ប្រែនៅពេលដែលបងប្អូនបានទទួលជឿលើព្រះអង្គគឺជីវិតបងប្អូនមិនដូចពីមុនទៀតឡើយ